để lý hai mi mặt tê miên ở sủi cả đau miên ở miên tê phao về kì bò na cái đâm tê phao không đang bán kia thì ấy đủ phải lốm kia đó tắc quay riêu ấy kia tao trời ba cái tụ ơi làm tràn ថ្ងៃនេះលឺលៀងថាទេវវ័នមីនយេនគាត់បបរគ្រឿងគាត់ចាប់ទាញម៉ូតូជិះទៅហើយបបរគ្រឿងហ្នឹងជាបបរដែលខ្ញុំចូលចិត្តជាងគេជាពិសេសបបរថៃរ៉ោះហ្នឹងគឺដាក់ជាណាឲ្យច្រើនមកឈ្ងុយឆ្ងាញ់ណាហើយថ្ងៃនេះគាត់ទៅដែរគឺថាបបរដែរតែបបរជាសាច់ជ្រូកគឺជាមួយនឹងសាច់មាន់ទេឥឡូវគាត់ចាប់ផ្ដើមមកដល់ផ្ទះគាត់ហើយយើងឃើញថាគឺឃើញមនុស្សច្រើនអ៊ូអមអ្នកញាប់ដៃញាប់ជើងដួសបបរផ្សំគ្រឿងលាយណាគឺម្នាក់ម្ចាស់គ្រប់គ្នាតែម្ដង បបរនៅផ្ទះពូវ៉ាន់យេនបបរមួយឆ្នាំងធំប៉ុណ្ណាណៃឥឡូវក៏សងសាច់អស់ហើយតែបានហូបផងឡៃថត ហើយមើលទៅឆ្នាំងបបរដឹងហើយធំប៉ុណ្ណាណៃដោយសារតែសមាជិកច្រើនក្មេងខ្មាំងបងប្អូនកូនក្មួយអ្នកជិតខាងអីហ្នឹងអ្នកខ្លះផឹកស្វឹងស្រាអីចឹងទៅដាក់បបរមួយចានក្តៅចឹងទៅប្រសាបជាតិស្វឹងឲ្យមានកម្លាំងបែកញើសខ្ចីដាក់មួយចានទៅហើយអ្នកហូបបបរដឹងហើយមិនមែនថាមួយចានលែងមួយចានឆ្អែតតាណាបបរដាក់ទៅជ្រាបអស់មិនមែននឹងពោះដូចបាយណាដាក់តែមួយចានទៅឆើចង់ដាក់មួយចានទៀតនិយាយទៅតតែឆ្អែតណាណៃមែនតែនហើយផ្ដាំផ្ញើអរគុណគាត់តាមវីដេអូផងកាលនៅចិត្តហ្នឹងហូបហើយអត់បានអរគុណឥឡូវផ្ដាំផ្ញើអរគុណគាត់តាមវីដេអូផងដែលមនុស្សច្រើនហើយខិតខំធ្វើបបរឲ្យហូបទាំងអស់គ្នាតាមចាំដូចការឆ្នាំមុនឲ្យផ្ទះគាត់បបរដែរតែការហ្នឹងមកគេអ្នកឧបត្ថម្ភមន់ទៅនិយាយទៅឲ្យតាទៅចូលឆ្នាំបុណ្យទៀតម្ដងតែងតែកំងតែងតែសនុំពោគាត់ឲ្យសុំមន់សុំទាមកបបរគ្រឿងហូបនិយាយទៅចូលឆ្នាំធ្វើមិនឲ្យបានហូបបានម្ដងដែរបបរហើយឆ្នាំនេះផ្ទះគាត់ទៅសបោអីហូបមានវិចនំសមនំទៀនទៅហូបស្វាយហូបលហុងអីភិកច្រើនទៅជួបជុំគ្នានៅតែផ្ទះគាត់នឹងឯងអូយឆ្នាំនេះស្ដាយដែរបានជូនលុយគាត់តែសូរីផងពូមីងហើយទៅហូបទៅចុកអីទៅនៅនឹងឯងទោះពេលខ្លះគាត់អត់បានធ្វើតែសម្រាប់យើងមែនប៉ុន្តែក៏យើងបានហូបជុំគ្នាទាំងអស់គ្នានឹងហើយមិនអីទេពូមីងក្មួយម្នាក់នេះនឹងមិនភ្លេចទេនឹងឆ្នាំក្រោយនឹងទៅហូបនៅផ្ទះមីងទៀតហើយនិយាយអរគុណតាពូមីងអញ្ចឹងពិបាកកូនគាត់អន្តពុនចិត្តទៀតគ្នាខំជួយធ្វើម្ហូបហាន់បន្លែបបរគ្រឿងដែរទៅវិញទៅមកអត់នឹកឃើញសោះមកអីទេខ្ញុំមិនភ្លេចទេនិយាយទៅហើយណាមួយខ្ញុំអត់ចង់និយាយខ្ញុំអត់សូវខ្វល់ព្រោះអរគុណតាពូមីងទៅបានហើយត្រូវអត់និយាយលេងសើច្រើនពេកហើយគេថានិយាយច្រើនខុសច្រើនណាពេលខ្លះពេលស្ថានភាពនៅជាក់ស្ដែងផ្ទាល់អត់សូវខឹងពេលមើលវីដេអូទៅបានពិចារណាទៅចាប់ផ្ដើមកើតអារម្មណ៍ខឹងភ្លាមគុំភ្លាមការពិតទៅគ្រាន់តែខ្ញុំគ្រាន់តែនិយាយលេងទេកុំបកកាយឥឡូវនិយាយពីតួអង្គក្នុងវីដេអូបន្តិចនេះបងដោះអាហ្នឹងគឺក្មួយសំណប់របស់មីងពូឲ្យតែប្រជុំចូលឆ្នាំអីមកនៅទៅផ្ទះគាត់នឹងចង់ហូបមន់ដុតចង់ហូបបបរចង់ហូបឆាក្តៅទាអីគឺតែងតែកំងបានហើយពូវិញក៏ធ្វើឲ្យរហូតអញ្ចឹងខ្ញុំគាត់តែមករងគាត់ទេក៏បានហូបដែរនោះអ្នកយកបបរឲ្យធំនៅស្អីកាឥឡូវទាំងវីដេអូក៏បានមកដល់ទីបញ្ចប់ហើយនិយាយទៅធ្វើឡើងគាត់តែដើម្បីលេងសើចក៏ដូចជាទុកមើលជាអនុស្សាវរីយ៍ទៅឆ្នាំក្រោយទៀត